សម្ដេចហ៊ុនម៉ាណែតផ្ដាំមន្ត្រីកុំគិតថាពេលទទួលបានតំណែងតើខ្លួននឹងទទួលបានលៀបសក្ការៈអ្វីខ្លះនាយករដ្ឋមន្ត្រីសម្ដេចធិបតីហ៊ុនម៉ាណែតនៅព្រឹកថ្ងៃទី12ខែសីហាឆ្នាំ2026នេះបានផ្ដាំដល់មន្ត្រីរដ្ឋទាំងអស់កុំឲ្យគិតថានៅពេលដែលខ្លួនទទួលបានមុខតំណែងឬតួនាទីណាមួយហើយតើនឹងទទួលបាននៅប្រយោជន៍ឬលៀបសក្ការៈអ្វីខ្លះតាមរយៈមុខតំណែងនិងតួនាទីនោះលើកឡើងនៅក្នុងពិធីសម្ពោធដែលឲ្យប្រើប្រាស់ជាផ្លូវការនៅសមិទ្ធផលនានានៅក្នុងក្រុងស្ទឹងត្រែងសម្ដេចធិបតីបានរំលឹកពីបណ្ដាំផ្ញើកាលពីពេលដែលសម្ដេចបានទទួលជួបលោកសសុពុត្រាដែលត្រូវមកកាន់តំណែងជាអភិបាលខេត្តស្ទឹងត្រែងដោយសម្ដេចបានផ្ដាំថាគោលការណ៍ធំមួយដែលបានទទួលការងារសូមកុំគិតថាតើក្នុងតួនាទីនេះខ្ញុំទទួលបានខ្ញុំយកបានអ្វីខ្លះគឺអត់ទេណាសម្ដេចធិបតីបន្ថែមថាបើដាក់មកគ្រាន់តែបានតួនាទីគិតថាតើខ្ញុំនឹងបានអ្វីខ្លះផលអ្វីខ្លះចូលខ្ញុំតាមរយៈតួនាទីនោះចប់ហើយក្នុងន័យនេះសម្ដេចនាយករដ្ឋមន្ត្រីចង់ឲ្យមន្ត្រីត្រូវគិតថាក្នុងការដែលខ្លួនមានឱកាសកាន់តំណែងណាមួយនោះតើខ្លួននឹងកសាងស្នាដៃអ្វីខ្លះបន្សល់ទុកដល់ប្រជាជនទើបជាការត្រឹមត្រូវសម្ដេចបានមានប្រសាសន៍ថាតាមរយៈតួនាទីនេះតើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីបន្សល់ទុកជូនប្រទេសជាតិដែលជាភារកិច្ចស្នូលនៅក្នុងការបម្រើរាស្ត្រនេះគឺជាកិច្ចការសំខាន់សម្ដេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ពីគោលនយោបាយរបស់រដ្ឋាភិបាលដែលតែងតែតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាគោលមិនថាក្នុងកលៈទេសៈណាទេ